ថ្មីនេះអ្នកទាំងអស់គ្នាបានលើពាក្យថាប្រិសិទ្ធពិសេសហើយថាតើប្រិសិទ្ធពិសេសនេះជានរណាហើយមានន័យដូចម្ដេចហើយមានទូនាទីធ្វើអ្វីសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ច្បាប់និងការអប់រំនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងលើកអំពីវិធានបទមួយដែលគេនិយាយអំពីពាក្យថាប្រិសិទ្ធពិសេសមែនតើពាក្យថាប្រិសិទ្ធនេះថ្នាក់ពាក្យជាគុណនាមត្រូវបកថាដែលគេបញ្ជូនបើជានាមវិញមានន័យថាជាវរៈជនដែលរដ្ឋាភិបាលចាត់តាំងតម្រូវឲ្យទៅសន្ទនាឬក៏បំពេញការងារនៅឯក្រៅប្រទេសដូចជាអ្នកនាំសារឬក៏ទូតជាដើមការពិតទៅពាក្យនេះគឺកម្ចីពីសំស្ក្រឹតបើយើងហៅតាមភាសាបាលីហៅថាពេសិតៈចុះប្រិសិទ្ធពិសេសមានន័យដូចម្ដេចប្រិសិទ្ធពិសេសគឺជាបុគ្គលដែលចាត់តាំងដោយរដ្ឋឬក៏ប្រមុខរដ្ឋដើម្បីបំពេញបេសកកម្មជាក់លាក់មួយដែលភាគច្រើនតាក់ទងនឹងការទូតនិងការដោះស្រាយវិបត្តិផ្សេងៗទូនាទីរបស់ប្រិសិទ្ធពិសេសនេះគឺមានលក្ខណៈអាចបត់បែនទៅតាមកលៈទេសៈក៏ដូចជាគោលបំណងរបស់បេសកកម្មនោះដូច្នេះប្រិសិទ្ធពិសេសនេះមានតួនាទីយ៉ាងសំខាន់នៅក្នុងការសម្របសម្រួលនិងដោះស្រាយបញ្ហាផ្សេងៗដែលមានកម្រិតអន្តរជាតិអរគុណច្រើនសម្រាប់ការទស្សនាប្រសិនបើបងប្អូនមានសំណួរក៏ដូចជាចង់ឲ្យខ្ញុំបកស្រាយនៅប្រធានបទណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះអរគុណជួបគ្នានៅវីដេអូក្រោយ